វិធីងាយដាក់ថ្ងៃខែឬការបច្ឆេទដោយស្វ័យប្រវត្តិងាយបងប្អូនបាច់វៃបងប្អូនណាបាទចុចនេះមកឧទាហរណ៍ថ្ងៃនេះថ្ងៃទី5អញ្ចឹងយើងរើសមកហើយចុចបំលែងមកបាទនេះអញ្ចឹងយើងក៏ដាក់ដូរហ្វុនមកហ្វុនបាទ12បងប្អូនណាបាទប្រសិនបើហ្វុនយើងឈរដល់លើលេខ12ស្រាច់បងប្អូនគ្រាន់តែឬវាយកថាថ្ងៃទី6ចុះបងប្អូនចុចចឹងមកចុចបំលែងមកបាទចេញងាយបងប្អូនបាទរបៀបដាក់ថ្ងៃខែដោយស្វ័យប្រវត្តិនៅក្នុងអត្ថបទ Word យើងដូចខ្ញុំបង្ហាញក្នុងវីដេអូវិញបាទតោះទៅមើលរបៀបដាក់របស់គ្នាបងប្អូនណាបាទមុនដំបូងបងប្អូនត្រូវ download កម្មវិធីមួយឈ្មោះថាកម្មវិធីនេះខ្ញុំ download ហើយណាហើយកម្មវិធីហ្នឹងខ្ញុំដាក់នៅក្នុងបាទដំណ link ខាងក្រោមវីដេអូណា download កម្មវិធីមួយថាខ្មែរ Date បាទហើយយើងដំឡើងនេះមកបាទចេះមកបាទដំឡើងមកបាទរួចរាល់ណាទៅណាក៏បានបងប្អូនខ្ញុំឧទាហរណ៍មួយទេបងប្អូនបាទខ្ញុំលុបចោលមកណាបាទខ្ញុំលុបចោលមកខ្ញុំ enter មកឧទាហរណ៍យើងសរសេរចឹង enter មកចឹងបងប្អូនចង់ដាក់កាលបច្ឆេទខាងក្រោមណាកាលបច្ឆេទធម្មតាបងប្អូនវាយចឹងណាបាទបងប្អូនដូរ keyboard វាយណាបាទលោកគ្រូអីវាយថ្ងៃចឹងមកបាទថ្ងៃអីចឹងមកប៉ុន្តែខ្ញុំអត់ចង់វាយយើងយូរណាបងប្អូនដំឡើងកម្មវិធីហ្នឹងអញ្ចឹងពេលដែលយើងដំឡើងកម្មវិធីហ្នឹងវាលោតចូលក្នុង Word យើងមកកន្លែងនេះបងប្អូននេះខ្មែរ date ណាអញ្ចឹងយើងចុចកន្លែងហ្នឹងមកអានេះឆ្នាំបាទខែថ្ងៃអញ្ចឹងទៅឧទាហរណ៍ខ្ញុំរើសថ្ងៃទី1ខ្ញុំដាក់ថ្ងៃទី1ខែមករា2026អញ្ចឹងចុះហើយខ្ញុំចុចពាក្យថាបំលែងបើវាចេញបាទឧទាហរណ៍ខ្ញុំយកថាថ្ងៃនេះតែម្ដងឬថ្ងៃទី5យកថ្ងៃទី5ចុះចុចបំលែងឃើញទេអាតូចធំនេះគឺវាអាស្រ័យទៅលើហ្វុនអក្សរយើងទេណានេះហ្វុនលេខហ្វុនឡើងនេះណាអញ្ចឹងប្រសិនបើយើងឈរវាហ្វុនវាចេះមក enter រហូតមកវាចប់ហ្វុនលេខ12ពេលដែលយើងចុចពាក្យខ្មែរ date ហ្នឹងវាថ្ងៃនេះបកឃើញចឹងអានេះអាចកែប្រែបានណាបងប្អូនកែប្រែបានអញ្ចឹងមកលឿនហ្នឹងយើងអាចរៀបចំបានវាលឿនណាលឿនបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនណាបាទហើយដំណ link download កម្មវិធីខ្មែរ Date ខ្ញុំដាក់នៅក្រោមវីដេអូបងប្អូនចុច download វាហើយដំឡើងទៅណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ